2 ត្រនំឈើពុកអរុណព្រឹកព្រៀងយាងចេញពីបូព៌ាទិសដោយលោកពុំអាចទ្រាំទ្រឹសជាមួយនឹងរាត្រីការបានក៏ចាប់ទៀនរត់មកទឹមរួចបរសន្សឹមតាមបញ្ជារបស់ទេវរាជនៅផ្ទះចក្រានាងឈវីក្រោកឡើងតាំងពីព្រលឹមអង្គុយបត់ខោអាវជូនសង្សារនាងទាំងទឹកភ្នែកដែលគេត្រូវបែកចេញពីនាងក្នុងដង្ហើមដង្ហើយនៃអាត្មានស្នេហារបស់នាងចិត្រាក្រោកឡើងឃើញខោអាវបត់យ៉ាងស្អាតដាក់នៅចុងជើងគ្រែក៏គេសួរទៅនាងឈវីថាខោអាវអ្នកណានឹងឈវីចាស់ខោអាវបងចម្លើយនេះធ្វើឲ្យចិត្រាគៀងបេះដូងទាំងព្រឹកប្រហៀមស្មារតីរបស់កវីមនោសញ្ចេតនាក៏បង្កជាភ្លើងខ្លោចផ្សាហើយពោវិចាតបទៅគូសង្សារគេវិញថាអូនប្រហែលជាមិនចង់ឲ្យបងនៅជាមួយទេមើលទៅបានជារូបអូនបត់ខោអាវឲ្យបងបែបនេះពធោបងចិត្រានាងពោបានតែប៉ុណ្ណេះក៏ត្រូវស្ទះសម្ដីទៅវិញដោយសារតែការពិតនៃជីវិតមួយត្រូវខ្លាចទៅជាគ្មានន័យទើបនាងស្រដីតបទាំងទឹកភ្នែកទៅកាន់សង្សារបណ្ដូលចិត្តរបស់នាងថាបងចិត្រាទឹកភ្នែករបស់អូនមិនដូចបងស្មានទេពិតមែនតែអូនជាស្រីអាវ៉ាសាតែគំនិតអូនស្មោះចំពោះបងជានិច្ចនេះពាក្យអង្វររបស់អូនសូមបងគុំទៅណាចោលអូនឃើញឆាកជីវិតស្ថិតក្នុងការសោកសង្រេងខ្លាំងពេកចក្រាដែលជាអ្នកចាំស្ដាប់នៅក្បែរនោះបន្តឹងសំលេងទៅចិត្រាថាចិត្រាឯងចូលចិត្តប្រឡែងលេងជាមួយស្នេហាណាស់ទីបំផុតឯងបានធ្វើឲ្យស្រីម្នាក់ដែលគេស្រឡាញ់ធ្លាក់ក្នុងភាពអស់សង្ឃឹមចក្រាឯងនិយាយនេះក្នុងន័យយុត្តិធម៌មែនទេមិនមែនទ្រទ្រង់ក្នុងន័យរស់ដោយសារស្រីផ្កាមាសទេឬចិត្រាការរស់នៅរបៀបយើងនេះវាថោកទាបណាស់តែមិត្តគុំយកច្រឡំឲ្យសោះប្រសិនបើយើងមិនរស់នៅកន្លែងនេះក៏មិនមែនយើងឈរអោបដៃដើម្បីរងចាំតែថ្ងៃស្លាប់នោះទេព្រោះមនុស្សយើងម្នាក់តែងតែមានបញ្ញាសម្រាប់ត្រេះរិះនិងមានខ្លួនជាអ្នកសម្រាប់ប្រតិបត្តិតាមមិនឯងយល់ទេសម្ដីអ្នកកវីចំនួនក្រោយពីរួមណាស់ហើយស្នេហាវិញក៏ជឿនលឿនរហូតទាល់តែមានស្រីផ្កាមាសលុះបញ្ចប់ប្រយោគនេះហើយចិត្រាក៏ដើរចូលទៅក្នុងបន្ទប់ទឹកសម្អាតកាយដើម្បីញ៉ាំងបរិយាកាសចិនណាយឲ្យឃ្លាតចាកពីអារម្មណ៍យើងសូមជម្រាបមិត្តអ្នកអានថានាងឈវីជានារីមួយរូបដែលមានប្រុសជាច្រើនចោមរោមស្រឡាញ់ព្រោះរូបសម្បត្តិរបស់នាងមិនចាញ់នារីវិទ្យាល័យប៉ុន្មានទេហើយអាយុទើបតែ16ឆ្នាំទៀតអាស្រ័យហេតុនេះបានជាចិត្រាទទួលគ្រោះថ្នាក់ជាច្រើនលើកដោយសារការប្រច័ណ្ឌពីប្រុសដទៃនៅលើកៅអីថ្មដែលតាំងមុខរោងភាពយន្តកំផុងចិត្រាអង្គុយដោយទឹកមុខស្រងោចស្រងាត់តែម្នាក់ឯងអារម្មណ៍កំពុងតែអណ្ដែតអណ្ដូងត្រសែតទៅកាន់ទីលានលហលហៅមួយដែលអ្នកផងទទួលស្គាល់ថាតុកសិកខណៈនោះចក្រាក៏ចូលរួមការត្រេះរិះគេបង្ហើបក្រអូបមាត់ហើយបញ្ចេញសម្ដីទាំងទឹកមុខស្រពោនថាចិត្រាជាងមានរឿងមួយសំខាន់ណាស់តើឯងអនុញ្ញាតឲ្យយើងប្រាប់ឯងទេរឿងអីនិយាយមកចក្រាខ្ញុំចាំស្ដាប់គ្នាមិនចង់និយាយទេប្រសិនបើឯងដឹងភ្លាមឯងមុខជាវង្វេងខួរក្បាលទៀតហើយនិយាយមកសម្លាញ់អត់អីទេទោះបីរឿងនោះខ្លាចទៅជាប្រការដូចម្ដេចក៏ដោយក៏យើងអាចធន់ទ្រាំបានទាំងអស់មុននឹងបញ្ចេញប្រណងអាប់កំបាំងចក្រាដកដង្ហើមធំ 3-4 ដងទើបបង្ហោះវាចាចេញមកថាចិត្រាបងស្រីគាត់បាននិយាយប្រាប់យើងថា
គាត់នឹងឈប់ឲ្យឯងនៅលើផ្ទះនេះទៀតហើយហាបងស្រីឲ្យយើងចាក់ចេញពីផ្ទះនេះឬត្រូវហើយចក្រាអើយជីវិតខ្ញុំក្នុងជាតិនេះប្រទះតែក្តីវេទនាខ្លាំងម្ល៉េះខ្ញុំដឹងហើយរឿងដែលបងស្រីឲ្យខ្ញុំឈប់នៅជាមួយនឹងខ្ញុំមិនតូចចិត្តទេសម្លាញ់ព្រោះខ្ញុំនៅទីនេះក៏គ្មានការចម្រើនអ្វីចំពោះរូបគាត់ដែរមិនតែប៉ុណ្ណោះខ្ញុំបានលួចស្រឡាញ់នាងឆូវីជាតួឯកល្ខោនគាត់ទៀតផងពោតែប៉ុណ្ណោះចិត្តត្រាក៏បោះជំហានចេញពីមុខចក្រាដើរសម្ដៅទៅរកផ្ទះរួចក៏ឡើងទៅសម្រាកនៅរានហាលខាងលើដើម្បីបន្ធូរសភាពតានតឹងដែលកំពុងតែអុកឡុកក្នុងសន្តានចិត្តរបស់គេនៅលើអាកាសវេហាតារារាប់ម៉ឺនដួងបញ្ចេញរស្មីព្រិចដេញប្រឡាញ់គ្នាលេងពេញលំហរាត្រីកាហាក់ដូចជាគ្មានជួយឈឺឆ្អាលចំពោះវិបត្តិផ្លូវចិត្តនៃមិត្តចត្រាសោះខណៈនោះមានតែផ្កាយមួយតងទេដែលបោះជំហានចូលមកចិត្តបរោះចត្រាហើយពោលដោយវាចាស្រទន់ទៅកាន់មិត្តយើងថាតើបងសម្រេចយ៉ាងម៉េចដែលក្នុងរឿងនឹងអូនឆូវីគ្មានវិជ្ជាបាយអ្វីក្រៅពីចាក់ចេញឲ្យផុតពីមុខបងស្រីទេសូមអូនរស់នៅឲ្យបានសុខហើយត្រូវចេះថែរក្សាខ្លួនឲ្យសមជានារីខ្មែរផងកុំឲ្យអ្នកដទៃគេមើលមកវាអាស្រូវខ្លាំងពេកបងគ្មានអីឲ្យអូនទេព្រោះបងក្រណាស់សម្ដីទាំងប៉ុន្មានដែលមិត្តចត្រាពោលមកកាន់នាងឆូវីជាទំនុកសោកនាដកម្មមួយដែលចូលទៅផ្ពួកទាញជលនេតនាងឆូវីទាំងកំរោលហើយក៏បោទៅបុកក្រអូមមាត់ឲ្យជ្រុះជាពាក្យសម្ដីស្រណេះស្រណោកមួយប្រយោគថាបងចត្រាសូមបងកុំទៅណាឆ្ងាយពីអូនការតស៊ូជាមូលដ្ឋាននៃសុភមង្គលរបស់យើងអូនសុខចិត្តធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ឲ្យតែបងសុខចិត្តនាំអូនទៅជាមួយនាងឆូវីទៅតែសារទុកបានប៉ុន្មានឃ្លាស្រាប់តែសំឡេងស្រែកហៅមួយបានលាន់ឮពីក្រោយខ្នងនាងថាឆូវីរៀបចំខ្លួនទៅតាមភៀវឮសំដីនោះភ្លាមនាងឆូវីស្ទើរស្ទះដង្ហើមរួចទៅខំប្រមូលស្មារតីពោលទៅកាន់ចត្រាជាបណ្ដាំចុងក្រោយថានេះប្រាក់500រៀលសូមបងយកទុកសម្រាប់ប្រើប្រាស់ក្នុងសេចក្តីត្រូវការរបស់បងចុះស្អែកម៉ោង8សូមបងចាំអូននៅមុខរោងភាពយន្តសូរិយាអូននឹងទៅជួបបងមិនខានលុះចប់វិជោគកថានេះភ្លាមឆូវីក៏ប្រញាប់ប្រញាល់ចាក់ចេញពីមុខចត្រាទាំងទឹកភ្នែកដោយខ្លាចបងស្រីគាត់ជេរប្រតិចផ្ដាសាព្រោះគាត់ជាមនុស្សម្នាក់ដែលចូលចិត្តតែប្រើល្បោយវោហាអំណែកដូចប្រណងវាចត្រាការបាននាងឆូវីចាក់ចេញពីមុខខ្លួនហើយបញ្ហា100ជំពូកបានចោទមកលើមិត្តយើងទាំងសងគេដេកទង្គើសខ្សឹកខ្សួរតែម្នាក់ឯងក្រោមលំហរាត្រីកាដែលពោពេញទៅដោយសន្សើមនៃក្តីវិបត្តិយូរគេបញ្ចេញដង្ហើមតានតឹងម្ដងឬគេចាប់ផ្ដើមប្រើវិញ្ញាណរបស់គេឲ្យត្រេះរិះចំពោះវិបត្តិជីវិតជាថ្មីម្ដងទៀតដល់គិតចោះគិតឡើងនៅតែមិនសម្រេចគេក៏ដាច់ចិត្តថាត្រូវតែចុះពីផ្ទះបងស្រីនៅម៉ោង5ទីភ្លឺដើម្បីកុំឲ្យខ្មាស់អ្នកដែលរស់នៅជិតខាងត្របកភ្នែកទាំងគូត្រូវត្រណោផ្លូវចិត្តតោមិនឲ្យធ្មេចភ្នែកបានម្លោះហើយដងប្រាណទាំងមូលត្រូវស្ថិតក្នុងសភាពលហិតបហើយនេះគ្រាន់ជាភាពអស់សង្ឃឹមមួយនៃមិត្តចត្រាតែប៉ុណ្ណោះតែមនុស្សម្នាក់ប្រកាសជាមិនឈរអោបដៃឲ្យសេចក្តីស្រេកឃ្លានចូលមកគ្របដណ្ដប់បានទេគេតែងតែពុះពីឧបសគ្គគ្រប់បែបយ៉ាងទាំងអស់ឲ្យតែជីវិតរបស់គេស្ថិតនៅក្នុងសភាពដង្ហើមចេញចូលរួចគេចាប់ប្រមូលសន្សំអាត្មាន់រងកម្មរបស់គេសាជាថ្មីម្ដងទៀតនៅឯនាយសំឡេងមន់រងាវកំពុងរំខានការស្កប់ស្កល់របស់មនុស្សក្នុងរាត្រីកាលឲ្យភ្ញាក់រលឹកដើម្បីរៀបចំដំណើរចិញ្ចឹមជីវិតក្នុងថ្ងៃនេះទៀតទម្រាំព្រះអាទិត្យអស់ស្ដង្គត់ចំណែកចត្រាវិញ
បានចាក់ចេញពីផ្ទះបងស្រីហើយគេគ្មានអ្វីក្រៅពីកញ្ចប់ខោអាវដែលខ្ចប់ដោយក្រដាសកាសែតកាន់ជាប់នៅនឹងដៃទេជីវភាពស្មុតត្រុតនឹងការស្វែងរកទ្រនំថ្មីក៏ពិតជាចំណីមួយចាំបាច់បំផុតដែលចិត្រាត្រូវតែដោះស្រាយដើម្បីរស់នៅថ្ងៃខាងមុខពេលសន្មតជាមួយនាងឈូវីបានត្រឹមត្រូវតាមការកំណត់ដោយហើយនៅមុខរោងភាពយន្តសូរិយាសភាពបាត់ស្រមោលនៃនាងឈូវីនៅតែប្រឈមមុខចំពោះចិត្រាជានិច្ចអនិច្ចភាពនៃដួងចិត្តតួអង្គប្រុសយើងចេះតែពុះកញ្ជ្រោះជានិច្ចដោយពេលចេះតែបោះជំហានទៅមុខដោយអត់អាសូរដល់យូរទៅបរិះអភ័ព្វក៏សម្រេចចិត្តថាត្រូវតែចាក់ចេញពីមុខរោងភាពយន្តនេះពីព្រោះការសន្មតបានកន្លងហួសជាង1ម៉ោងមកហើយក៏នៅតែមិនឃើញនាងឈូវីដដែលសភាពអស់សង្ឃឹម7ភាគ10បានចូលមកសង្កត់ដល់ព្រំដែនជីវិតហើយមិត្តយើងបោះជំហានទៅមុខមួយក្បាលអោនឈ្ងោកចុះក្រោមចំណែកខួរក្បាលកំពុងវែកមុខរុករកផ្លូវចេញដង្ហើមចេះតែជួយបន្តថាតស៊ូប្រសិនបើមិត្តអ្នកអានក្រឡេកមើលមកផ្ទះនាងឈូវីរស់នៅវិញរូបនាងផ្ទាល់ត្រូវបងស្រីឈ្មោះនារីផ្កាមាសយកទៅចាក់សោទុកក្នុងបន្ទប់ដើម្បីញ៉ាំងគោគំនិតនេះទាំងពីរឲ្យព្រាត់ប្រាសនារីចាក់ចេញពីភពស្នេហាអោគួរឲ្យអនិច្ចាណាស់នោះសូម្បីតែស្រីពេជ្រក៏គ្មានសិទ្ធិសេរីភាពក្នុងការស្និទ្ធស្នាលគ្នាដែរចុះទម្រាំបើកុលាបក្រពុំដែលដោះនៅក្នុងលអាងប្រពៃណីវិញតើនាងត្រូវទទួលនៅវិបត្តិសេរីភាពយ៉ាងណាប្រស្នាជីវិតជាអាត្មាឯងផ្ទាល់តែជាអ្នកកាត់ចង្កូតតម្រង់ត្រើយសុភមង្គលមើលនោះចិត្រាគេដើរចូលទៅក្នុងក្រសួងរដ្ឋកោទឹកមានការអីដែររំពេចនោះយើងឮច្បាស់នឹងត្រចៀកនៅសំណួរដែលសួរដោយបុគ្គលផ្សេងទៀតមានលំនាំជាសរោះវិចារថាយីចិត្រាឯងរត់ពីទុកទោសបានប៉ុន្មានថ្ងៃហើយមិត្តចិត្រាពុំតាន់ឆ្លើយតបនឹងសំណួរនេះភ្លាមទេគេឈរថ្មឹងអស់មួយស្របក់ទើបគេឆ្លើយនឹងសំណួររបស់លោកមុតតាដែលជានាយកគណនេយ្យនៃក្រសួងរដ្ឋកោទឹកថាខ្ញុំរួចបានជាង1ខែហើយចុះឯងទៅណាមិនក៏មិនមករកខ្ញុំរឿងនេះវិញឆ្ងាយណាស់លោកខ្ញុំជម្រាបលោកមិនបានទេចិត្រាខ្ញុំនឹកមិនស្មានថាឯងធ្លាក់ខ្លួនដល់ម្លឹងសោះសូមអភ័យទោសចុះលោកនេះជាកំហុសយុត្តិធម៌មួយដែលខ្ញុំផ្ទាល់ហ៊ានទទួលនៅអ្វីដែលខ្ញុំធ្វើដោយចេតនាហើយខុសនឹងច្បាប់បញ្ញត្តិរបស់គេហើយកុំគិតច្រើនពេកយើងនាំគ្នាទៅញ៉ាំអីម្ដងនិយាយចប់លោកមុតតាក៏ប្រគៀកចិត្រាដើរចាក់ចេញពីការិយាល័យសម្ដៅររថយន្តពណ៌ក្រហមមួយគ្រឿងដែលឈប់អត់វិញ្ញាណនៅក្រោមម្លប់ឈើមួយដើមអាជាន័យដែលបញ្ជាដោយសត្វលោកបានបបោះសម្រុករទៅមុខជានិច្ចតើតាចិត្រាសួរទៅលោកមុតតាថាលោកទៅកន្លែងណាហ្នឹងទៅរកញ៉ាំអីនៅភោជនីយដ្ឋានឋានសួគ៌ងាប់ហើយខ្ញុំមិនទៅទេខោអាវខ្ញុំក៏ក្រិចណាស់អូរឿងខោអាវមិនបាច់គិតធំដុំប៉ុន្មានទេចាំខ្ញុំទិញឲ្យមួយសម្រាប់ចុះឯងចេះតែមុខស្រពោនម្លេះលោកសួរខ្ញុំចំណុចនេះខ្ញុំពិបាកឆ្លើយប្រាប់ណាស់ដោយខ្លួនខ្ញុំជាបុគ្គលមួយរូបដែលស្ថិតនៅក្នុងទ្រនំដូចសត្វស្វាណែចិត្រាឯងបានមកជួបនឹងយើងហើយកុំសូវខ្វល់ខ្វាយអន្ទះសារខ្លាំងពេកពន្លឺអនាគតរបស់ឯងចាំយើងជួយស្វែងរកតែខ្លួនឯងផ្ទាល់ជាអ្នកសាងសន្សំមិនឯងយល់ព្រមទេយល់ព្រមក៏មិនថាមិនយល់ព្រមក៏មិនថាចិត្រាត្រឡប់ជាផ្ទុយនឹងសំណួរវិញថាជីវិតត្រូវតែព្រួយព្រោះជីវិតមានឥទ្ធិពលធំណាស់ចំពោះឧត្តមគតិរបស់មនុស្សម្នាក់ដែលមានផ្នត់គំនិតជាឈ្មោះអាចកំបាំងចិត្រាឯងចូលចិត្តតែផ្លែផ្កាដាក់គ្នាដល់ហើយលោកយល់ខុសហើយជាពិសេស
លោកប្រកាសជាស្ដាប់ពាក្យខ្ញុំមិនបានទៀតផងខ្ញុំចង់ជម្រាបប្រាប់លោកថាខ្ញុំនិងលោកវាខុសគ្នាដែលលោកមានខ្លួនចាំតែស្លៀកមានមាត់ចាំតែទទួលទានទីបំផុតមានប្រាណចាំតែសម្រានចំណែករូបខ្ញុំមានអីមានតែលួចគេបោកប្រាស់គេស្រួលមិនស្រួលគ្រោះថ្នាក់ទៀតផងចម្លើយដ៏ពិស្ដារនេះត្រូវលោកមុតតាងក់ក្បាលយ៉ាងញាប់ហើយគេក៏ធ្វើដំណើរទៅតាមពាក្យដែលគេសន្មត់មិត្តអ្នកអានប្រកាសជាឆ្ងល់អំពីរឿងលោកមុតតានិងចិត្រាណាស់មើលទៅឆ្លៀតឱកាសនេះខ្ញុំសូមជម្រាបមិត្តអ្នកអានដោយត្រួសត្រាសថាកាលពីដើមលោកមុតតាជាចៅហ្វាយនេះរបស់ចិត្រាផងនិងជាសម្លាញ់រួមការសប្បាយជាមួយគ្នាថែមទៀតផងក្នុងពេលនេះតើលោកមុតតាជួយស្រោចស្រង់ចិត្រាតាមវិធីណា